វីដេអូនេះធ្វើឡើងជាពិសេសសម្រាប់អ្នកដែលមានបំណងចង់រៀនខាង Cyber Security អញ្ចឹងបងប្អូនត្រូវដឹងក្នុងជំនាញ Cyber Security នឹងវាមានជំនាញច្រើនទៀតនិយាយទៅ Cyber Security វាមានបើនិយាយទៅវាដូចជា big domain មួយយ៉ាង big domain ក្នុង Cyber Security នឹងមានជំនាញច្រើនខ្លាំងមែនទែនបងប្អូនធ្លាប់តែឃើញថា IT ពិបាករៀនណាប៉ុន្តែ IT វាមកផ្នែកទេតែ Cyber Security នឹងគឺវាទាំងអស់ហ្មងហើយចេះទាំងអស់ហ្មងហើយបើយើងចេះទាំងអស់វាល្អប៉ុន្តែគាត់ថាជាទូទៅគ្នាយើងភាគច្រើនគឺគាត់ specialist ទៅលើជំនាញមួយអញ្ចឹងគ្នាយើងកុំភ័យថាឥឡូវខ្ញុំរៀន Cyber Security ខ្ញុំខ្លាចតែអត់ការងារធ្វើកុំភ័យតែគ្នាយើងរៀន Cyber Security មិនខ្វះឲ្យការងារធ្វើប៉ុន្តែគ្នាយើង specialist ទៅលើជំនាញណាមួយក៏បានដែរអញ្ចឹងណាចុះគ្នាយើងឃើញក្នុងរូបភាពនេះក្នុងរូបភាពហ្នឹងគឺ Cyber Security មានជំនាញច្រើនមានដូចជាយើងរៀនតាក់ទងមួយ Network Engineering យើងរៀនតាក់ទងជាមួយ Ethical Hacking យើងរៀនតាក់ទងជាមួយនឹង IoT Security យើងមានជំនាញតាក់ទងមួយ Network Security យើងមានជំនាញតាក់ទងជាមួយនឹង Incident Response មានជំនាញតាក់ទងមួយ Cloud Security មានជំនាញតាក់ទងមួយ Linux System មានជំនាញតាក់ទងមួយ Digital Forensic មានតាក់ទងជំនាញ Linux មានតាក់ទងជាមួយនឹង Sub Operation មានតាក់ទងជាមួយជំនាញ Pen Testing មាន Bug Bounty Security Architecture OSINT Reverse Engineer Wireless Security Web Hacking Vulnerability Assessment Information Security Web Application Security AI/ML Security Red Teaming Exploitation Exploit Development Scripting Risk Management Social Engineering Threat Intelligence Network Security អីជាដើមអញ្ចឹងគ្នាយើងមុនសម្រាប់ចិត្តថារៀន Cyber Security ក៏ច្បាស់ព្រោះ Cyber Security អត់ស្រួលទេណាវាអត់ស្រួលទេព្រោះយើងត្រូវរៀនច្រើនបើយើងនិយាយទៅយើងត្រូវរៀនច្រើនឧទាហរណ៍យើងចង់តាក់ទងជាមួយរៀនតាក់ទងមួយ web hacking ឬ web application security មុននឹងយើងឈានដល់ web application security ឬ web pen testing ហ្នឹងតើតែយើងចេះ web ដែរបើយើងអត់ចេះ web ហើយឲ្យយើងទៅធ្វើ pen test មិនកើតបើយើងអត់ចេះ web ឲ្យយើងទៅ hack web មិនកើតយើងអត់ដឹងថា web ហ្នឹង process វាមិនកូដវាមិនវាមានចំណុចខ្សោយនៅកន្លែងណាចុះបើឧទាហរណ៍ថា function ហ្នឹង function មួយឧទាហរណ៍ថា user គាត់ click ស្រាប់តែគាត់ click ទៅឬគាត់បញ្ចូលព័ត៌មាន username password គាត់ចូលទៅ developer គាត់អត់នេះទេគាត់បានប្រើប្រាស់នៅ technique ក្នុងការ encrypt នៅ data ហើយបើក្នុងករណីគាត់ encrypt data ក៏គាត់ encrypt data របស់ user ហ្នឹងជាលក្ខណៈគាត់នៅ encrypt ហៅថា simple encryption វាមិនមែនជា hard code encryption ចុះអា hard code encryption ហ្នឹងអាទៅមួយ logic គណិតវិទ្យាទៀតអញ្ចឹងឧទាហរណ៍ថាបើសិនជាគាត់ប្រើប្រាស់នៅ technique encrypt ធម្មតា hacker តែ hack បានដូចគ្នា hacker គេ hack បានដូចគ្នាអញ្ចឹងណាអញ្ចឹងធ្វើម៉េចដើម្បីឲ្យ web របស់យើងមាន security តើតើយើង implement obvious security ទៅលើinformation ដែល user គាត់ transfer client គាត់ transfer ពី web browser ឬក៏ពី mobile app ហ្នឹងអាស្រ័យទៅកាន់ web server ហ្នឹងគឺត្រូវទៅ security ដូចជាមាន technique ខ្លះអញ្ចឹងដើម្បីរៀន web hacking បានឬ web pen testing ឬ web security បានតើគ្នាយើងចេះ web មិនយើងអត់ចេះ web ហើយទៅរៀនទៅធ្វើ web hacking web pen testing មិនកើតអញ្ចឹងណាហើយមួយទៀតឧទាហរណ៍ដូច reverse engineering មានថាឧទាហរណ៍ដូចគេមាន application មួយឬក៏មាន app នៅលើទូរស័ព្ទមួយគេចង់ដឹងថាតើ application ហ្នឹង app ហ្នឹងវា secure អត់អញ្ចឹងធ្វើម៉េចអញ្ចឹងពួក hacker ពួក pen tester ឬក៏cyber security គឺគាត់មានបច្ចេកទេសឬក៏មាន tool មួយចំនួនដើម្បីធ្វើការ reverse នៅ application ហ្នឹងហើយដើម្បី find នៅចំណុចខ្សោយ coding អញ្ចឹងគាត់ត្រូវចេះ code ដូចគ្នាអញ្ចឹងណាតែតើមួយ wireless security មុននឹងគាត់បានខ្លាយទៅជា wireless security លុះត្រាតែគាត់នឹងធ្លាប់ធ្វើ wireless ឧទាហរណ៍ដូច
ចែក AP អាហ្នឹងយើងនិយាយតែមួយណាយើងនិយាយថាក្នុងករណីចែក AP ឥឡូវយើងគាត់ដឹងថា config AP មិនឲ្យ AP មិនដើរធ្វើមិនឲ្យ AP security ធ្វើមិនឲ្យ server របស់ wireless នឹងវា security នឹងគាត់ត្រូវចេះហ្នឹងទៀតហើយឧទាហរណ៍ដូច Ocean តកតងជាមួយនឹងការប្រមូលព័ត៌មាននៅលើអ៊ីនធឺណិតរបស់ target ឲ្យប្រកាសថាព័ត៌មានហ្នឹងគឺជាព័ត៌មានដែលយើងអាចយកមកប្រើប្រាស់បានអញ្ចឹង Ocean គាត់មានតួនាទីធ្វើការ collect នៅព័ត៌មានហើយចំណេញហ្នឹងចេះ coding ក៏បានចេះខ្លះក៏បានដែរហ្នឹងហើយឬក៏មួយទៀតយើងអត់សូវចេះក៏បានដែរមិនដឹងថាបើសិនជាយើងចេះ coding នឹងវាកាន់តែប្រសើរអញ្ចឹងណាហើយជំនាញមួយទៀតគឺតើមក exploit development គឺតកតងជាមួយនឹងការបង្កើត app ឬក៏បង្កើតកម្មវិធីឬក៏បង្កើត software ដែលអាចធ្វើការ exploit system ឬក៏ target បានឧទាហរណ៍ដូចយើងឃើញមានព័ត៌មានពួក hacker hack ចូលក្រុមហ៊ុន Facebook ក្រុមហ៊ុនMicrosoft អីហ្នឹងតកតងជាមួយជំនាញ exploit development ហ្នឹងអញ្ចឹងសំណួរគឺថាបើសិនជាយើងអត់ចេះ coding តែយើងរៀន cyber security បានអត់រៀនបានប៉ុន្តែជំនាញដែលគ្នាយើងអាចគ្រប់គ្រងបាននោះធ្វើបានមានដូចជា SOC operation Linux system network security network engineer នៅគ្នាយើងអាចរៀនcyber security បានដោយអត់ចាំបាច់ចេះកូដប៉ុន្តែជំនាញផ្សេងដូច ethical hacking IoT security ហ្នឹង IoT security គឺសិតតែចេះកូដទេព្រោះអី system គេសរសេរឡើងបង្កើតឡើងដោយការសរសេរកូដហើយបើយើងអត់ចេះកូដទេយើងទៅ apply security មិនកើតអញ្ចឹងណាអញ្ចឹងសំណួរសួរមកវិញថាអត់ចេះកូដរៀនបានអត់រៀនបានប៉ុន្តែ focus តែបានតែជំនាញ SOC analytic Linux system network engineer network security ទេបើឲ្យ specialist ទៅលើជំនាញផ្សេងវាអត់ការពួកជំនាញផ្សេងឧទាហរណ៍ដូច AI ML security តើមួយកូដទាំងអស់ហ្នឹង scripting តើមួយកូដដែរ scripting គ្នាតិចច្រឡំថា script អត់សេកូដដូចគ្នាបើថាកូដរបស់ scripting ហ្នឹងវាមិនច្រើនដូចយើង develop system មួយយើង develop មានកូដរាប់ពាន់រាប់សែនជួរអញ្ចឹងណារាប់សែនគេហៅថាមានកូដរាប់រយfile បើ scripting មានតែមួយ script ឯហ្នឹងមួយ script ពី script ឯហ្នឹងគឺអត់ច្រើនប៉ុន្តែសំណួរថាត្រូវចេះកូដអត់ត្រូវចេះដូចគ្នាបើអត់ចេះកូដទៅ script អត់ចាញ់ទេអញ្ចឹងណានឹងអញ្ចឹងអីដែលខ្ញុំចែកបានមានតែប៉ុណ្្នឹងទេមុនសម្រាប់រៀន cyber security ត្រូវការច្បាស់ប៉ុន្តែ cyber security មិនប្រកាសថាវាពិបាកទាំងអស់ទេមានជំនាញខ្លះអត់ត្រូវការសេកូដដែរដូចជំនាញដែលខ្ញុំបានមែនសាខាងលើអត់ត្រូវការសេកូដអញ្ចឹងនេះយើងអាចរៀនបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេ